គូស្នេហ៍ BL មួយគូដែលពិភពលោកមិនអាចបំភ្លេចបាននេះគឺជាប្រវត្តិស្នេហាពិតរបស់គូស្នេហ៍ BL ហុងកុងមួយគូដែលពោរពេញទៅដោយក្តីស្រឡាញ់ភាពស្មោះត្រង់និងមិនចេះរលាយសាបសូន្យ Leslie Chung កើតនៅថ្ងៃទី12ខែកញ្ញាឆ្នាំ1956ជាអ្នកសិល្បៈអាជីពផ្នែកសម្ដែងនិងចម្រៀងមនុស្សគ្រប់គ្នាភាគច្រើនអាចនឹងស្គាល់គាត់តាមរយៈភាពយន្តដែលគាត់ធ្លាប់បានសម្ដែងពីមុនមកចំណែកឯដែល ហ្វីតុង វិញគាត់កើតនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ1959ជាអ្នកធ្វើចំនួនអាជីវកម្មនិងជាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុគាត់គឺជាប្រភេទមនុស្ស introvert មានអត្តចរិតស្លូតបូតសភាពរាបសារថ្ងៃមួយនៅក្នុងឆ្នាំ1982ពួកគាត់ទាំងពីរបានស្គាល់គ្នាតាមរយៈមិត្តភ័ក្តិនិងក្រោយមកពួកគាត់ក៏បានស្រឡាញ់គ្នាជាលក្ខណៈឯកជនដោយពួកគាត់អត់បានបង្ហាញប្រាប់គេថាពួកគាត់នឹងគឺជាសង្សារនឹងគ្នាស្រឡាញ់គ្នាអីទេអ្នកទាំងគ្នាប្រកាសជាដឹងហើយថាកាលពីជំនាន់ហ្នឹងគេអត់ទាន់បើកចំហក្នុងការស្រឡាញ់ភេទដូចគ្នាទេការរើសអើងការស្អប់ខ្ពើមអីគឺមានច្រើនមែនតើតែទោះជាយ៉ាងណាក៏ដោយ Daffy ក៏តែងតែនៅក្បែរ Leslie ជានិច្ចចាំគាំទ្រលើកទឹកចិត្តនិងផ្ដល់ក្តីស្រឡាញ់យ៉ាងមានក្តីសុខបំផុតទីបំផុត Leslie គាត់ក៏បានសម្រេចចិត្តប្រកាសជាសាធារណៈនៅឆ្នាំ1997ក្នុងកម្មវិធី Concert Passion Tour ទៅកាន់ពិភពលោកថាក្នុងជីវិតរបស់ខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំមានមោទនភាពហើយគាត់បាននៅក្បែរខ្ញុំអស់រយៈពេលជាច្រើនឆ្នាំទោះបីជាការនិយាយរបស់ Leslie ក៏អត់បានបញ្ចេញឈ្មោះក៏ដោយប៉ុន្តែ fan ភាគច្រើនគាត់បានដឹងហើយថាម្នាក់នោះគឺជា Daffyម្នាក់ពេលបានលើហើយគាំងហើយមើលមុខគ្នាស្រាប់តែពេលហ្នឹងក៏មានសម្លេងគាំទ្រជាច្រើនបានសរសើរពីភាពស្មោះត្រង់និងភាពក្លាហានរបស់ពួកគាត់ដែលគាត់ហ៊ានបង្ហាញទៅកាន់ពិភពលោកថាពួកគាត់គឺជាគូស្នេហ៍ BL ស្រឡាញ់ភេទដូចគ្នាវាគឺជាពេលវេលាដ៏ល្អហើយក៏ជាពេលវេលាដែលធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងទទួលរងសម្ពាធខ្លាំងមែនទែនជាពិសេសគឺ Leslie គាត់ត្រូវរងសម្ពាធពីសង្គមដែលស្អប់ខ្ពើមរើសអើងនិងមើលងាយមកកាន់គាត់រួមទាំងសម្ពាធពីអាជីពការងាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ធ្វើឲ្យគាត់ចូលទៅដល់ក្នុងដំណាក់កាលមានជំងឺផ្លូវចិត្ត Daffy គាត់មិនបោះបង់មនុស្សសំខាន់របស់គាត់ដាច់ខាតហើយគាត់មើលថែទាំងថ្ងៃទាំងយប់មិនខ្លាចនៅហត់ហើយហ៊ានលះបង់គ្រប់យ៉ាងដើម្បី Leslie ព្រមលិខិតដូចជាលេងសើចពេកយាយនៅថ្ងៃទី1មេសាឆ្នាំ2003 Leslie បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើអាគារព្រោះតែជំងឺផ្លូវចិត្តរបស់គាត់បានធ្លាក់ទៅដល់ចំណុចធ្ងន់ធ្ងរទ្រាំទ្រលេងបានបន្សល់តែសម្បត្តិមួយសន្លឹកទុកជូនមនុស្សជាទីស្រឡាញ់ Daffy ដោយអត្ថន័យនៅក្នុងសម្បត្តិនោះបាននិយាយថាក្នុងជីវិតខ្ញុំអ្នកគឺជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតកុំពិបាកចិត្តអីណាខ្ញុំគ្រាន់តែឈឺចាប់ខ្លាំងប៉ុណ្ណោះនៅក្នុងពិធីបុណ្យសពរបស់ Leslie Daffy យំខ្លាំងមែនទែនមិនអាចទទួលយកបានទេសូម្បីតែមិត្តភក្តិរបស់គាត់ក៏និយាយថាមិនធ្លាប់បានឃើញ Daffy យំខ្លាំងអញ្ចឹងពីមុនមកដែររៀងរាល់ថ្ងៃគម្រប់ខួបនៃការស្លាប់របស់ Leslie នៅថ្ងៃទី1មេសា Daffy តែងតែ share រូបភាពរបស់ Leslie ហើយសរសេរថាខ្ញុំតែងតែគិតពីអ្នកខ្ញុំនឹកអ្នកគ្មានអ្នកណាអាចជំនួសអ្នកបានឡើយពិតដូចជាគាត់បាននិយាយមែនមកដល់សប្តាហ៍ហ្នឹង Daffy គឺអត់មានអ្នកណាគេទេគាត់រស់នៅតែម្នាក់ឯងហើយរឿងរ៉ាវហ្នឹងគឺធ្វើឲ្យពិភពលោកមិនអាចបំភ្លេចបានពីភក្តីភាពស្នេហាមួយគូនេះខ្លាំងបំផុត